ថ្ងៃទី1 ខែមករា ឆ្នាំ 2026 ខណៈពេលដែលពិភពលោកអបអរសាទរឆ្នាំថ្មីព្រះរាជាណាចក្រកម្ពុជាបានឈានជើងចូលទៅកាន់យុគសម័យថ្មីមួយទៀតនៃបច្ចេកវិទ្យានៅវេលាម៉ោង 12:01 នាទីរំលងអធ្រាត្រកម្ពុជាបានបើកដំណើរការប្រព័ន្ធ 5G ជាផ្លូវការនេះមិនមែនគ្រាន់តែជាល្បឿនអ៊ីនធឺណិតដែលលឿនជាងមុននោះទេប៉ុន្តែវាគឺជាឆ្អឹងខ្នងនៃការផ្លាស់ប្ដូរ Digital នៅកម្ពុជាក្រោមការដឹកនាំរបស់ក្រសួងប្រៃសណីនិងទូរគមនាគមន៍ក្រុមហ៊ុនធំៗទាំង3រួមមាន Cellcard, Smart Axiata និង Smartphone បានចាប់ដៃគ្នាដើម្បីនាំមកនៅបច្ចេកវិទ្យាល្បឿនលឿនបំផុតជូនដល់ប្រជាជនកម្ពុជាក្នុងដំណាក់កាលដំបូងនេះប្រព័ន្ធ 5G បានគ្របដណ្ដប់រួចជាស្រេចនៅរាជធានីភ្នំពេញនិងតំបន់សេដ្ឋកិច្ចសំខាន់ៗក្នុង14ខេត្តក្រុងចាប់ពីតំបន់ប្រាសាទអង្គរវត្តរហូតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ 5G កំពុងផ្ដល់ល្បឿនលឿនជាង 4G រហូតដល់10ដងតើ 5G ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកវាមានន័យថាការលេងហ្គេមដោយគ្មានការរអាក់រអួលការមើលវីដេអូក្នុងកម្រិត 4K យ៉ាងរលូននិងលើសពីនេះទៅទៀតគឺការជំរុញសេដ្ឋកិច្ចជាតិនឹងកំពុងឈានទៅរកទីក្រុងច្បាស់កសិកម្ម Digital និងសេវាសាធារណៈតាមប្រព័ន្ធ online ដែលមានប្រសិទ្ធភាពខ្ពស់និងអនាគតលែងជារឿងដែលត្រូវរងចាំទៀតហើយកម្ពុជា 5G ការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកកាន់តែលឿននិងកាន់តែរឹងមាំ